សួស្តីអ្នករកគ្នានេះខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាទាក់ទងទៅនឹងប្រមាណវិធីចែកប្រភេទចំពោះប្រមាណវិធីចែកប្រភេទគឺយើងត្រូវធ្វើវិធីគុណខ្វែងឬក៏វិធីគុណចម្រាស់នៃប្រភេទចំពោះវិធីគុណខ្វែងគឺយើងត្រូវយកភាគយកនៃប្រភេទទី1គុណទៅនឹងភាគបែងនៃប្រភេទទី2យើងបានភាគយកនៃប្រភេទថ្មីហើយចំពោះភាគបែងប្រភេទទី1គឺយើងគុណទៅនឹងភាគយកនៃប្រភេទទី2យើងបានភាគបែងនៃប្រភេទថ្មីហើយចំពោះវិធីគុណចម្រាស់នៃប្រភេទគឺយើងយកប្រភេទទី1គុណចម្រាស់នៃប្រភេទទី2ដោយប្រភេទទី1យើងទុកដដែលមកភាគយកនៅភាគយកដដែលភាគបែងនៅភាគបែងដដែលហើយយើងគុណចម្រាស់ប្រភេទទី2ដោយយើងត្រឡប់ភាគបែងនៃប្រភេទទី2ទៅជាភាគយកហើយភាគយកមួយជាភាគបែងបន្ទាប់មកយើងគុណធម្មតាមកភាគយកគុណនឹងភាគយកហើយភាគបែងយើងគុណនឹងភាគបែងធម្មតាហើយចំពោះវីដេអូរបស់ខ្ញុំគ្មានតែប៉ុណ្ណេះទេអ្នកទាំងអស់គ្នាអរគុណច្រើនសម្រាប់ការតាមដានបាយបាយ